កម្ពុជាសម្រេចបិទការនាំចូលបន្លែនិងផ្លែឈើរបស់ថៃតាមព្រំដែនទាំងអស់បន្ទាប់ពីផុតអសានវៀត24ម៉ោងដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីជាការឆ្លើយតបចំពោះការគំរាមកំហែងនិងប្រមាថរបស់ក្រមយោធាថៃក្រោយស្ថានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃលោកឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានឲ្យដឹងនៅវេលាម៉ោង 11 ព្រឹកថ្ងៃទី17 ខែមិថុនាឆ្នាំ2025ថាមកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជាបានបិទចោលទាំងស្រុងនៅការនាំចូលបន្លែនិងផ្លែឈើគ្រប់ប្រភេទដែលនាំពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជាបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានប្រមានកងទ័ពថៃនៅព្រឹកថ្ងៃច័ន្ទទី16 ខែមិថុនាឆ្នាំ2025កាលពីម្សិលមិញនេះក្នុងសម័យប្រជុំពេញអង្គលើកទី3ព្រឹទ្ធសភានីតិកាលទី5បែបនេះថាបើមិនបើកច្រកព្រំដែនទេកម្ពុជានឹងបិទច្រកព្រំដែនទាំងអស់និងបិទការនាំចូលទំនិញបន្លែនិងផ្លែឈើទាំងអស់នៅច្រកព្រំដែនតែភាគីថៃនៅតែមិនព្រមបើកច្រកទើបកម្ពុជាសម្រេចបិទច្រកតែម្ដង